តាជារឿងរយប់នៅកណ្ដាលត្រៀតគឺមានសម្លេងសត្វដ៏សាហាវមួយស្រែកនៅកណ្ដាលព្រៃស្ដាប់ហើយគួរឲ្យខ្លាចលោកតាជាពិសេសគឺចំប្រាសាទតាមាន់តែម្ដងខ្ញុំមិនដឹងថាមានប្រផ្នូលល្អឬអាក្រក់ទេលោកតាចាំតាប្រមើលមើលសិនអាចារ្យតាមពិតទៅនេះជាសម្លេងសត្វនាគដែលជាបារមីការពារប្រាសាទតាមាន់ចុះបារមីប្រាសាទតាមាន់ណាមានកំហឹងអីទៅលោកតាបានជាស្រែកគួរខ្លាចទាំងនេះលោកតាដោយសារតែសៀមថាប្រាសាទតាមាន់ជារបស់វាទើបបារមីប្រាសាទតាមាន់ខឹងយ៉ាងនេះចុះយើងត្រូវធ្វើដូចបែបទៀតលោកតាដើម្បីឲ្យបារមីប្រាសាទតាមាន់គាត់ជប់ខឹងសបាទានដរាបណាមានអ្នកឈ្លានពាននោះបារមីប្រាសាទតាមាន់មិនអត់ទោសឲ្យដាច់ខាតអ្នកនោះត្រូវតែវិនិច្ឆ័យចុះបើប្រទេសនោះនៅតែឈ្លានពានទៀតលោកតាប្រទេសណាក៏ដោយឲ្យតែមកឈ្លានពានប្រាសាទតាមាន់ប្រទេសនោះត្រូវវិនិច្ឆ័យជាដាច់ខាតបើអញ្ចឹងចៅដឹងឲ្យលោកតាអញ្ចឹងចៅសំលីលោកតាសិនហើយណាលោកតាណាប្រាសាទបាយ័នតាមាន់គឺជាកេរដំណែលរបស់ខ្មែរតាំងពីយូរលង់ណាស់មកហើយដូច្នេះមានប្រទេសណាអាចមកយកប្រាសាទតាមាន់នេះបានជាដាច់ខាតលើកលែងតែប្រាសាទតាមាន់ពុំមានបារមីកាន់ទើបអាចយកបានដរាបណាបារមីនៅមានអ្នកមកយកត្រូវតែវិនិច្ឆ័យ